សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមណែនាំថ្នាំមកថ្មីផលិតផលគុនខ្មែរមួយប្រភេទនេះជូនបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលពិបាកនៅក្នុងការជ្រើសរើសថ្នាំមកថ្មីមានបញ្ហាសុខភាពមកថ្មីឬថ្មីពុកមានក្លិនកំណត់កំណត់នៅក្នុងថ្មីអាចមកស្គាល់ថ្នាំមកថ្មីមួយប្រភេទនេះបានគឺថ្នាំមកថ្មីផ្កាជោគសថ្នាំមកថ្មីផ្កាជោគសនេះគឺជាប្រភេទថ្នាំមកថ្មីដែលជួយសម្អាតបានស្អាតខ្លាំងមែនទែនអ្វីដែលពិសេសគុណភាពនិងផលិតផលមានស្តង់ដារតម្លៃវិញសមរម្យខ្លាំងមែនទែនប្រើបានយូរហើយទទួលស្គាល់ពីក្រសួងសុខាភិបាលនិងមាន ISO FDA ទទួលស្គាល់ត្រឹមត្រូវថ្នាំមកថ្មីមួយប្រភេទនេះគឺមានការរចនាបានយ៉ាងស្អាតខ្លាំងមែនទែនខាងឆ្វេងដៃនេះគឺមានរូបផ្កាឈូកសហើយកញ្ចប់វិញគឺមានជាការ design ជាមួយនឹងអក្សរអង់គ្លេសហើយខាងក្រោយនេះវិញគឺមានបញ្ជាក់ពី ingredient របស់ថ្នាំមកថ្មីការប្រើប្រាស់របៀបប្រើក៏ដូចជាបម្រាមផ្សេងៗហើយឯកសំខាន់ជាងនេះគឺមានការបញ្ជាក់ពីការបរិច្ឆេទត្រឹមត្រូវនិងការផលិតកន្លែងផលិតអីផ្សេងៗចឹងហើយឥឡូវនេះខ្ញុំនាំបងប្អូនអ្នកគ្នាមកមើលពីកញ្ចប់ខាងក្នុងរបស់វាតែម្ដងគឺស្អាតខ្លាំងមែនតើបងប្អូនអ្នកគ្នាគឺគេរចនាមកគឺតាក់ទាញមែនតើតែម្ដងណានិយាយទៅពេលយើងបកមកនេះគ្រាន់តែបកមកវាមានក្លិនប្រហើរថ្នាំបត់ថ្មិញតែម្ដងហើយនេះគឺជារូបរាងរបស់ថ្នាំបត់ថ្មិញបងប្អូនអ្នកគ្នានិយាយទៅគេតូចច្រឡឹងស្អាតចំណុះវិញតាម100ក្រាមឯប៉ុន្តែប្រើបានយូរខ្លាំងមែនតើហើយបើនិយាយពីសាច់ខាងក្នុងវិញណាឡើងបៃតងតែម្ដងមើលឡើងតាក់ទាញហើយសំខាន់ណាពេលដោះហើយធ្វើឲ្យខ្យល់ដង្ហើមស្រស់ស្រាយខ្លាំងមែនតើអញ្ចឹងសរុបមកវិញបើសិនជាបងចង់បានថ្នាំមកថ្មីមួយប្រភេទនេះគឺអាចកំងទិញបានតម្លៃសមរម្យខ្លាំងមែនតើមួយដបហ្នឹងមួយប្រអប់ហ្នឹងតម្លៃត្រឹមតែ10000រៀលទេប៉ុន្តែបើសិនជាបងដាក់កំងជាកញ្ចប់ជាប្រអប់ច្រើនទៀតយើងនឹងមានការ discount ជាច្រើនជូនបងទាំងអស់គ្នាទៀតប្រើប្រាស់ថ្នាំមកថ្មីនេះរាល់ថ្ងៃទទួលបានទំនុកចិត្តដល់ពេលញញឹមគ្រប់គ្រងផលិតផលខ្មែរជ្រើសរើសថ្នាំមកថ្មីការជោគស